យើងតមានមកយើងទៀតអញ្ចឹងយើងមកដល់មានទី6អូខេអញ្ចឹងតកតងជាមួយមានទី6ការដំឡើងនិងការគ្រប់គ្រងកម្មវិធី software installation and management អូខេអញ្ចឹងចំណុចទី1យើងនិយាយតកតងជាមួយនឹងការដំឡើងហើយនិងការលុប software អូខេអញ្ចឹងការដំឡើងនិងការគ្រប់គ្រងកម្មវិធីក្នុងកុំព្យូទ័រការដំឡើងគឺ installation ដែលយើងហៅថា installation និងការគ្រប់គ្រងយើងហៅថា managementកម្មវិធីគឺជាជំហានសំខាន់ក្នុងការប្រើប្រាស់កុំព្យូទ័រដើម្បីឲ្យប្រព័ន្ធដំណើរការបានល្អនិងមានសុវត្ថិភាពអូខេអញ្ចឹងការដំឡើង installation software អញ្ចឹងយើងដឹងហើយការដំឡើងឯកសារមានថាការដំឡើង software នៅលើកុំព្យូទ័ររបស់យើងគឺបែងចែកមាន2 extension សម្រាប់ support ជាមួយនឹងកុំព្យូទ័ររបស់យើងទី1គឺ exe file ដែលយើងដំឡើងនៅលើ PC exe និង MSIចឹងសម្រាប់ program ដំឡើងគឺមានតែពីរទេគឺ exe និង MSI ណា .cmd .a ហ្នឹងគឺជា script ទេដែល run ជា script ជា command line ទេណាចឹង file ដំឡើងគឺមានតែពីរទេគឺ exe និង MSI អូខេចឹងដើម្បីអាចទាញអា file ប្រភេទហ្នឹងបានយើងត្រូវធ្វើម៉េចមានន័យថាយើងអាច download តាមគេហទំព័រផ្លូវការឧទាហរណ៍ថា WinRAR ឬក៏ WinZip ចឹងទៅយើងធ្វើការ download ចេញពី website វាមកអូខេអញ្ចឹងយើងចុចពីរដងលើ file ហ្នឹងគឺដើម្បីទៅឡើងមានតែយើង10បុក click ដើម្បី install ដូចជា exe ឬក៏ MSI ហើយយើងចុច next install finish បន្ទាប់មកយើងធ្វើការ restart ម៉ាស៊ីនក៏បានអត់ក៏បានដែរហ្នឹងអាស្រ័យទៅលើកម្មវិធីណាអូខេអញ្ចឹងខ្ញុំឧទាហរណ៍កម្មវិធី Google Chrome ឬក៏ Microsoft Office អញ្ចឹងទៅអូខេអញ្ចឹងយើងដើម្បីចង់ហ្នឹងខ្ញុំនឹងទៅ download file ពីរហ្នឹងឲ្យអ្នកនរគ្នាមើលអូខេអញ្ចឹងបញ្ជាក់លើកុំព្យូទ័ររបស់យើងគឺមានតែពីរទេ exe និង MSI សម្រាប់ធ្វើការតម្លើងណាជា file តម្លើងអូខេអញ្ចឹងខ្ញុំចូលមកកាន់កុំព្យូទ័រមកអូខេខ្ញុំចូលមកកាន់ VM មកអូខេអញ្ចឹងខ្ញុំ download ពុតទីមួយមកអូខេខ្ញុំចុចពុតទី download ណាអូខេអញ្ចឹងខ្ញុំធ្វើការចុច download នេះខ្ញុំធ្វើការចុច download ពុតទីមកចឹងបងប្អូនមើលនេះប្រភេទ file របស់វាគឺជាប្រភេទ MSI ណានេះយើងចុចមកចឹងខ្ញុំបាន download ពុតទី1អូខេអញ្ចឹងខ្ញុំនឹងធ្វើការ download កម្មវិធីមួយទៀតដែលជាប្រភេទ extension exe ណាអូខេអញ្ចឹងខ្ញុំ download Telegram អូខេខ្ញុំចុចលើ Telegram មកខ្ញុំ download ហើយនៅ Telegram អូខេខ្ញុំ download ហើយអញ្ចឹងមិន download ម្ដងទៀតទេអូខេអញ្ចឹងខ្ញុំសូមធ្វើការបិទចោលអូខេអញ្ចឹងយើងចូលមកកាន់ Explorer របស់យើងមកនេះយើងចូលមកកាន់កន្លែង download នេះអញ្ចឹងបងប្អូនអត់ទាន់ឃើញ extension នេះមែនទេអញ្ចឹងកុំព្យូទ័រហ្នឹងគឺដោយសារយើងអត់ទាន់បាន show extension វាអត់បង្ហាញ extension នៅកតុយអញ្ចឹងរាល់ file នីមួយៗនៅក្នុងកុំព្យូទ័ររបស់យើងត្រូវតែមាន extension ណាអូខេអញ្ចឹងដើម្បី show extension បានយើងចូល view តមកទៀតយើងចូលអីគេយើងចូល option អូខេបន្ទាប់យើងចូល option មកយើងចូលកន្លែងview មកហើយបងប្អូនអស់មកក្រោមតិចមកយើងមើលពាក្យថា high extension for no file type អញ្ចឹងយើងធ្វើការដោះ tick កន្លែងហ្នឹងមកហើយយើងចុច apply យើងចុច OK អញ្ចឹងវានឹងបង្ហាញ extension file ទាំងអស់ឲ្យយើងឃើញណាអូខេអញ្ចឹងដូចជាក្នុងមេរៀនរបស់យើងមិញគឺពុតទីណានេះអញ្ចឹងវាមានប្រភេទដែលអាចតម្លើងលើ Windows បាន exe និង MSI ណានេះជា MSI អូខេអញ្ចឹងខ្ញុំធ្វើការតម្លើងអញ្ចឹងដើម្បីតម្លើងយើងគ្រាន់ធ្វើការចុចពីរដងលើវាមួយមកដើម្បីតម្លើង file ប្រភេទពពួក MSI ឬក៏ exe ហ្នឹងណាខ្ញុំធ្វើការ double click លើ file នឹងពីរដងមិនថាយើងចុចម៉ៅឆ្វេងពីរដងមកអូខេអញ្ចឹងវានឹងចាប់ដើមបើកផ្ទាំងឲ្យយើង set up យើងគ្រាន់ធ្វើការចុច next ទៀតមក install ហើយយើងចុច yes មកហើយចុច finish អូខេអញ្ចឹងយើងបានតម្លើងជោគជ័យហើយឃើញទេអញ្ចឹងយើងចុចបិទចោលមកនេះយើងនឹងទទួលបានពុតទីមួយយើងក៏ចូលកន្លែង search មកយើងវាយ PUTY ណាពុតទីនេះអូខេ PUTY នេះអូខេអញ្ចឹងបើសិនជាយើងចង់បានវាមកលើ desktop យើងគ្រាន់តែ open file location មកហើយយើង right click មកយើងយក send to desktop ទៅប៉ុណ្ណឹងមកចុចបិទចោលអញ្ចឹងយើងនឹងទទួលបាន file ពុតទីមួយដើម្បីប្រើប្រាស់ដើម្បី remote ចូលទៅកាន់ server ឬក៏ចូលទៅកាន់អ្វីដែលយើងចង់ធ្វើការ remote ណាអូខេអញ្ចឹងមេរៀនរបស់យើងដូចបងប្អូនឃើញអញ្ចឹង file ដែលយើងអាចតម្លើងបានគឺ exe និង MSI
អូខេអញ្ចឹង file ដែលខ្ញុំ down មកនេះគឺសិតតែប្រភេទ file មាន MSI និង EVE តែប៉ុណ្្នឹងទេដែលអាចទៅឡើងលើ Windows បានណាអូខេអញ្ចឹងខ្ញុំតមកទៀតអូខេអញ្ចឹងដំឡើង Microsoft មួយទៀតយើងអាចធ្វើការដំឡើងតាម Microsoft Store សម្រាប់ Windows ណាអញ្ចឹង Windows ក៏មាន Microsoft Store ដែរណាយើងដើម្បីតឡើងបានយើងគ្រាន់តែធ្វើការបើក Microsoft Store មកហើយយើងស្វែងរកកម្មវិធីហើយយើងចុច install រងចាំឲ្យវាដំឡើងរួចណានេះយើងចូលឡើង search មកហើយយើងធ្វើការវាយ store មកអូខេអញ្ចឹងខ្ញុំនឹងចូល store អ្នកនរគ្នាមើលដើម្បី download កម្មវិធីអញ្ចឹងយើងចូល store មកយើងចូល store មកនេះជា store របស់ Microsoft បើសិនជាអត់មានឃើញហ្នឹងយើងចូលកន្លែង search នេះមកណាហើយយើងវាយពាក្យថា store មកអូខេបងប្អូនវាយ store ប៉ុណ្ណឹងមកនឹងឃើញ store ដូចគ្នាណាអូខេអញ្ចឹងយើងធ្វើការបើក store ហ្នឹងមកអូខេអញ្ចឹងយើងធ្វើការរងចាំបន្តិចដើម្បីឲ្យ store វេទនាការអាស្រ័យទៅលើម៉ាស៊ីនយើងអូខេអញ្ចឹងកន្លែងហ្នឹងចង់ download អីគេថាចង់ download Facebook ខ្ញុំវាយ Facebook មកអូខេអញ្ចឹងមកយើងធ្វើការចុចលើ Facebook ហ្នឹងមកអានេះយើងធ្វើការតឡើងរបៀបនេះដូចជាលើទូរស័ព្ទអញ្ចឹងណាដូចលើទូរស័ព្ទយើង Android iPhone អញ្ចឹងទៅគ្រាន់តែនៅលើ Microsoft Store អត់ចាំបាច់ត្រូវការ account ទេក៏យើងអាចតឡើង app បានដែរណាខ្ញុំមាន sign in ទេហើយចុច get មកអូខេបន្ទាប់ពីយើងធ្វើការចុច get វានឹងធ្វើការទាញ Facebook ហ្នឹងចេញពី Microsoft Store ដើម្បីតឡើងលើ PC របស់យើងអញ្ចឹងធ្វើការរងចាំទៅវាកំពុងតែធ្វើការ prepare download file ហ្នឹងហើយអត់ពិបាកទេអាហ្នឹងសម្រាប់មានថា user ដំបូងដែលគាត់ចេះប្រើប្រាស់ computer គាត់អាចធ្វើការ download កម្មវិធីណាដែល free អត់គិតថ្លៃបាននៅតាម store ហ្នឹងតែបើកម្មវិធីតាក់ទងជាមួយនឹង Craig គឺអត់អាចធ្វើការ down តាមហ្នឹងបានទេគឺយើងត្រូវការ download file exe ពី direct website ឬក៏ពី website ណាមួយដែលគេ free Craig ឲ្យយើងណាអូខេចឹងរឿងធ្វើការរងចាំដើម្បីឲ្យវាដំឡើងនៅលើ computer របស់យើងអូខេអញ្ចឹងឥឡូវយើងធ្វើការ download បាន 66% អីចឹងវាធ្វើការកំពុងតែធ្វើការ install នៅលើ PC របស់យើងអញ្ចឹងខ្ញុំចង់បញ្ជាក់ថាយើងអាចធ្វើការ download នៅលើនឹងបានដូចគ្នាណាអូខេអញ្ចឹងយើងធ្វើការរងចាំរហូតទៅដល់វា complete ទៅអូខេអញ្ចឹងឥឡូវនេះយើងទៅឡើងហើយយើងក៏ធ្វើការចុច open មកអញ្ចឹងវាធ្វើការបើក Facebook app ឲ្យយើងហើយយើងអាច right click ធ្វើការ ping វានៅខាងក្រោមនេះណាអូខេអញ្ចឹងយើងអាចធ្វើការ ping វានៅខាងក្រោមនឹងបានអញ្ចឹងយើងធ្វើការ log in មកគឺយើងប្រើប្រាស់ app Facebook បានហើយអញ្ចឹងធ្វើការបិទចោលអូខេអញ្ចឹងតកតងជាមួយនឹងការតឡើង app យើងអាចតឡើងបានពីររបៀបទី1គឺតាមរយៈការ download ចេញពី website មានន័យថាការ download ចេញពី website មួយទៀតយើងអាចធ្វើការ download ចេញពី store របស់ Microsoft អូខេអញ្ចឹងមេរៀនតកតងជាមួយការតឡើង app មានតែប៉ុណ្្នឹងទេអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយតកតងមេរៀនការលុប app វិញម្ដង